ខ្ញុំសន្មតថានៅពេលដែលក្រុមទាំង6រួមគ្នាវាយលុកភ្នំកងម៉េងឈិនខុនគឺមានបំណងធ្វើជាស្លាប់អង្គរាដាច់ឆ្វេងឈិនខុនធ្លាប់កែឈ្មោះជាយន្តចិនលាក់ខ្លួននៅវត្តសាវលីងខ្ញុំចង់ឲ្យលោកច័ន្ទមនុស្សទៅស៊ើបពីវត្តសាវលីងបន្តិចខ្ញុំនឹងធ្វើយ៉ាងម៉េចហើយចំណែករឿងមួយផ្សេងទៀតនោះខ្ញុំសម្រេចចិត្តថារៀបការជាមួយជាយូចាយជាយូម្ចាស់ក្រុមងមីសូមជួយអមម្ចាស់ក្រុមជាយូម្ចាស់ក្រុមថ្ងៃពេញបោកខែ3គឺជាថ្ងៃល្អណាស់ដែលខ្ញុំជ្រើសរើសឲ្យម្ចាស់ក្រុមនឹងលៀងមើលទៅគឺមានពេលវេលាគ្រប់គ្រាន់ហើយជាយូអូនយល់យ៉ាងម៉េចដែរបងសម្រាប់ចាបានអង្គរយ៉ាងនៅថ្ងៃពេញបរមីខែ3ចុះណានេះគឺជាបញ្ជីឈ្មោះភ្ញៀវដែលចូលរួមមង្គលការនេះខ្ញុំមិនចង់អ៊ូអរពេកទេអញ្ចឹងជាក្រុមងមីហើយក្រុមអ៊ូតាំងទៅបានហើយមិនបានទេបងសន្យានឹងអូនថាមង្គលការពួកយើងប្រកាសឲ្យគេដឹងគ្រប់គ្នាមិនអីទេអញ្ចឹងតាមតើអូនចុះណាអង្គរយ៉ាងខ្ញុំមិនបាច់មើលទេធ្វើតាមលោកចុះបានមិននឹកស្មានថាមានរឿងយ៉ាងនេះកើតឡើងសោះនោះប៉ុន្តែគេជាមេបិសាចម្នាក់ណាមែនហើយមានរឿងអីហ្នឹងជាយូចិត្តរៀបការហើយនេះជាធៀបអញ្ជើញសាសនាម៉េងចុកមកឲ្យទីមានចិនឯងធ្វើស្អីហ្នឹងមានចិនចៅជាយូជាសិស្សក្បត់បាក់ងំម៉េងអ្នកគ្រូនៅរស់ស្អប់ជាងគេគឺក្រុមសាសនាម៉េងនាងបាយជារៀបការជាមួយមេបិសាចរបស់ក្រុមសាសនាម៉េងគឺគ្មានកតញ្ញូគ្មានចិត្តស្មោះមែនដាក់បញ្ជាខ្ញុំចោះទៅអ្នកណាក៏មិនឲ្យទៅចូលរួមមង្គលការនេះដែរមានចិនស្ដាប់ឮខ្ញុំនិយាយទេជាមនុស្សក្រុមងមីត្រូវតែលុតជង្គង់ចុះស្បត់សច្ចាទៅនិយាយទៅនាងខ្ញុំមិនដឹងនិយាយថាម៉េចទេបាទឯងស្ដាប់ឲ្យច្បាស់ខ្ញុំចៅជាយូសូមស្បត់ចំពោះមុខអ្នកគ្រូបើសិនជាថ្ងៃក្រោយខ្ញុំមានចិត្តស្រឡាញ់ចាងអ៊ូជីឬក៏រៀបការជាមួយនឹងគេសូមឲ្យវិញ្ញាណក្ខន្ធពុកម៉ែរបស់ខ្ញុំមិនបានស្ងប់ស្ងាត់រហូតនឹងឲ្យអ្នកគ្រូរបស់ខ្ញុំคล้ายទៅជាខ្មោចសាហាវតាមខ្ញុំចុះបើសិនជាខ្ញុំនឹងចាងអ៊ូជីមានកូនប្រុសឲ្យធ្វើជាអ្នកបម្រើគ្រប់ដំណងកូនស្រីឲ្យធ្វើជាស្រីបនគ្រប់ជាតិឆាប់និយាយទៅទេខ្ញុំមិនស្ដាយក្រោយទេខ្ញុំមិនស្ដាយក្រោយទេជាយូអូនយ៉ាងមិនទៅហ្នឹងអូនយល់សពឃើញអ្នកគ្រូបងអ៊ូជីបងដាច់ខាតមិនក្បត់នឹងអូនទេមែនទេអ្វីដែលបងគួរធ្វើអស់ទៅហើយឬមួយក៏អូននឹងមានចិត្តសង្ស័យទៀតបងស្រឡាញ់អូនដោយចិត្តស្មោះបងមានគំនិតស្មោះចំពោះអូនមែនណាដាច់ខាតមិនបត់នឹងអូនទេបងធានាថានឹងឲ្យសុភមង្គលអូនអស់មួយជីវិតជំរាបម្ចាស់ក្រុមលោកអាចារ្យរបស់ក្រុមអ៊ូតាំងចេញមកហើយ
សូមគោរព បានហើយ ចាជាយូសូមគោរពលោកអាចារ្យចា ហើយយើងថាម៉េច លោកគ្រូតា បានមើលតែយើងបានយករបស់អ្វីមកជូនពួកឯងម្ចាស់ក្រុមងមីម្ចាស់ក្រុមសាសនាមីសមជាគូទេវតាជាសាក្សីប្តីសង្ហាប្រពន្ធស្រស់សមគ្នាមែន ខ្ញុំអរគុណលោកតា ដែលអូជីយ៉ាសូមជួយអននេះជាគម្ពីរក្បាច់គុនថៃជីរបស់លោកគ្រូចំឡងដល់ផ្ទាល់ដៃជាចំនួនដល់ឯងណា អរគុណលោកគ្រូអ៊ំនិងលោកគ្រូពូទាំងអស់គ្នាដែលអញ្ជើញមកក្នុងពិធីមង្គលការរបស់អូជី មង្គលការពួកឯងមិនមកបានអី បងអូជីសូមជួយ អ អ រគុណណាស់ ខ្ញុំតរាក់តាក់ជាមួយភ្ញៀងពុកខ្ញុំបន្តិចសិនបងយិន អូនទៅម្នាក់ឯងបានហើយ អូនទៅហើយ ឯណាចាស់របស់យើងហើយយ៉ាងនេះដល់ឡងចាងលោកមកមុនខ្ញុំទៅទៀតណ ទៅមកដល់ទេ សូមគោរពលោកតាលោកមា អូជាយើងធ្លាប់វាយឯង3ដៃឯងមិនចង់គំនុំនឹងយើងទេ អូជីមិនហ៊ានទេអូជីឯងរៀបការជាមួយប្រពន្ធម្នាក់យ៉ាងនេះថ្ងៃក្រោយត្រូវល្អជាមួយនាងបន្តិចណាបានបើសិនជាអូជីមិនល្អចំពោះឯងទេឯងមករកតាចោះតាសម្រេចឲ្យឯង អរគុណលោកតា អូជាឯងមិននៅមកផ្លែន អូជាមិនក៏មិនឃើញអាលីអញ្ចឹងយើងត្រូវរៀមច្បងសុនមេងបាយឲ្យរបួសមកនៅក្នុងរយៈពេលព្យាបាលរបួសបានគិតច្រើនហើយយើងក៏មានកន្លែងខុសដែរយ៉ាងណាក៏ជាឪពុកកូននឹងគ្នាដែរមិនក៏ចាំបាច់ធ្វើជាសត្រូវនឹងគ្នាគិតយល់ហើយយើងមកទទួលអាលីត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះអ្វីចាប់ផ្ដើមសារជាថ្មីឡើងវិញមិនក៏ឯងមិននិយាយ លោកមីបងអូនស្រីនាង នាងយ៉ាងម៉េចហើយ នាងស្លាប់លើកកំពូលបានទៅហើយលោកមី កម្ពីពេលដែលយើងចង់បកគលស្នេហាដល់កក់ក្ដៅធ្វើជាឪពុកល្អម្នាក់ដល់នាងព្រះជាម្ចាស់បាយចាប់ផ្ដន់ទាទោសកំហុសយើងប្រាប់យើងមកតែនាងស្លាប់យ៉ាងម៉េច រហូតដល់ពេលនេះខ្ញុំនៅមិនទាន់រកមូលហេតុឃើញនៅឡើយ ឯងស្ដាប់ឲ្យច្បាស់ឲ្យតែឯងស៊ើបដឹងពីមូលហេតុស្លាប់របស់អាលីយើងត្រូវឲ្យឯងប្រាប់យើងមុនគេ អូជីដឹងហើយ យ៉ាងម៉េចមានអារម្មណ៍មិនល្អមានបៃតាមានរឿងចង់ប្រាប់បុត្រឲ្យបានដឹងណ៎បៃតាអាចមានតំណែងឡើងវិញទុកថាព្រះជាម្ចាស់មានពិនិត្យហើយបៃតាត្រូវក្តាប់ឱកាសដែលព្រះជាម្ចាស់ឲ្យម្ដងនេះឲ្យជាប់មានបៃតាមិនសំណុំពរអ្វីទេសំណុំពរឲ្យបុត្រកុំខ្សឹបខ្សៀវពីក្រោយរឿងបៃតាដោយលួចលាក់ណ៎ដឹងទេ បៃតាមិនក៏មានបន្ទោលយ៉ាងនេះ បុត្រជាបុត្រីរបស់បៃតាដឹងថាបុត្រកំពុងតែគិតអ្វីក្នុងសម្លេងពិនរបស់បុត្របៃតាសន្មតថាបុត្រមិនដាច់ចិត្តពីចៅអូជីមែនទេបើបុត្រនៅតែមានបុត្រនៅតែដូចពីមុនយ៉ាងចឹងអញ្ចឹងកុំប្រកាន់នឹងបៃតាក៏យកសម្ដីអាក្រក់និយាយប្រាប់កូនដែរមានសម្ដីបៃតាបុត្រស្ដាប់ឮហើយនៅ បាត់ដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ បើអញ្ចឹងប្រសើរហើយ លបងអូជីខ្ញុំជូនបងនេះជាស្រាមខ្នើយលលោកញីឈ្មោលខ្ញុំបាក់ដោយផ្ទាល់ដែរ ពិតជារស់រវើកមែនណោះមិននឹកស្មានថាស្នាដៃរបស់អូនប្រកាសយ៉ាងនេះ រឿងដែលបងមិននឹកស្មាននៅមានច្រើនទៀត លើកមុនអូនបានជួយបងមិនទាន់បានអរគុណ រវាង អូន ពួកយើងនិយាយពាក្យអរគុណដូចជាគួរសមពេកហើយ ម្ចាស់ក្រុមខ្ញុំលាសិនហើយ បាទលោកទៅចុះណាបងស្ដាប់តាមអូនទៅចុះណាអូនពូម៉ៃអូននឹងលពូយ៉ាងម៉េចទៅហើយ ពួកខ្ញុំល្អណាស់គ្នាណាស់គេល្អចំពោះអូនណាគេ បារម្ភនៅឪពុកអូនណា ខ្ញុំនិងបងយិនគឺចង់និយាយពីមង្គលការហើយបងយិនគាត់ចង់ឆ្លៀតឱកាសនេះជំរាបពុកដែរគាត់ខ្លាចពុកប្រកាន់លបងអូជីតើបងអាចជួយខ្ញុំនិយាយជាមួយពុកបានទេ អ
ឲ្យនិយាយទៅតើខ្ញុំអាចប្រកាន់បានដែរបើលោកមិនព្រមទេអាចមានប្រសាសន៍តាមត្រង់មកបានណាអង្គរៈយ៉ាងចង់ឲ្យខ្ញុំនិយាយតាមត្រង់អីអញ្ចឹងខ្ញុំប្រាប់លោកពីសម្លេងពិតទៅលោកចង់ឲ្យខ្ញុំប្រគល់ពូមីឲ្យលោកនោះកុំសង្ឃឹមមិនសោះគឺខ្ញុំគ្មានកំណត់យ៉ាងនេះទេព្រោះលោកមានអាយុខុសគ្នាឆ្ងាយយ៉ាងនេះជាមូលហេតុដែលខ្ញុំប្រឆាំងប៉ុន្តែបើខ្ញុំមិនប្រឆាំងក៏ដើម្បីពូមីដែរខ្ញុំខ្លាចមាននេះខ្លាចបង្ខំឲ្យនាងទាល់ច្រកប៉ុន្តែថាពូមីជាសាច់ឈាមតែមួយគត់របស់ខ្ញុំមែនប៉ុន្តែតាំងពីទៅមកខ្ញុំឲ្យអ្វីដល់វាតិចតួចណាស់ដើម្បីក្រុមសាសនាមេឃពួកយើងខ្ញុំពីដើមមកគឺមិនបានមកពេញភារកិច្ចជាពុកទេតែគឺមានសិទ្ធិអំណាចអីទៅជំទាស់នឹងការជ្រើសរើសរបស់ពូមីនោះម្យ៉ាងទៀតខ្ញុំជួបជាមួយនឹងសៀវគូនោះខ្ញុំមិនដឹងថាពួកលោកបានភ្ជាប់ពាក្យនោះទេប៉ុន្តែខ្ញុំទៅតាមសេចក្តីស្នេហាពីលោកគឺការពិតសៀវគូទទួលខុសត្រូវធំណាស់ដើម្បីកុំឲ្យមានរឿងចាស់កើតឡើងម្ដងទៀតខ្ញុំមានតែជូនពរឲ្យលោកមានសេចក្តីសុខទេចុះលោកកុំនឹកស្មានថាខ្ញុំប្រគល់ពូមីឲ្យទៅលោកគឺដើម្បីសងបំណុលវិញឲ្យសោះខ្ញុំនឹងប្រមានលោកបើសិនជាលោកធ្វើបាបនាងនោះហើយខ្ញុំនឹងមកក្រាបបាក់ឧតាំងថែមទៀតមិនអាចទេខ្ញុំនឹងស្រឡាញ់នាងអស់មួយជីវិតបានចាំចាត់ចែងមង្គលការរបស់ម្ចាស់ក្រុមឬហើយចាំផឹកស្រាមមង្គលការពលលោកអរគុណអង្គរៈយ៉ាងបងខ្ញុំខំអ្នកប្រុសអរបូរបាត់ទោះជាអ្នកប្រុសមានក្បាច់គុណខ្ពស់យ៉ាងណាមានវិជ្ជាពេទ្យពូកែយ៉ាងណាក៏ដោយស្នាមមួយនេះគឺមិនអាចរលត់ជារៀងរហូតម្នាក់ជាពុកបង្កើតរបស់ខ្ញុំម្នាក់ជាមនុស្សដែលខ្ញុំស្រឡាញ់ហេតុអីក៏ត្រូវឲ្យខ្ញុំនៅកណ្ដាលហេតុអីក៏ឲ្យខ្ញុំពិបាកយ៉ាងនេះអូនស្រីតាមមានរឿងអីបងយករបស់ម្ចាំឲ្យអូនណាគេត្រូវរៀបការជាមួយចៅជាយូរម្នាក់ជាមនុស្សដែលខ្ញុំស្រឡាញ់ហេតុអីក៏ឲ្យខ្ញុំនៅចំកណ្ដាលហេតុអីក៏ឲ្យខ្ញុំលំបាកយ៉ាងនេះមានតាមមានរឿងអីបងបានយករបស់ម្យ៉ាងឲ្យអូនណាគេត្រូវរៀបការជាមួយចៅជាយូរចាំងអូជីពិតជាត្រូវរៀបការជាមួយនាងមែននេះមង្គលការក្រុមសាសនាមេងបានផ្ញើផ្អើលពេញពិភពគុណទៅហើយណាហើយដូច្នេះឯងគួរតែដឹងដែរអូនស្រីឯងឥឡូវគួរតែរងាប់ចិត្តហើយអ្នកណាគេនឹងខ្ញុំពូម៉ៃអាអញ្ចឹងចូលមកអូនស្រីពូម៉ៃមានការអីហ្នឹងខ្ញុំឃើញបន្ទប់បងនៅភ្លឺចង់មកសួរបងបន្តិចតើត្រូវការពិសាអីទេយប់ថ្មនេះហើយនៅសួរទៀតណាខ្ញុំកំពុងតែជួយធ្វើរបស់ហូបឲ្យលោកបងយិនបើសិនជាបងចង់ហូបដែរខ្ញុំជួយធ្វើឲ្យបងបន្តិចដែរចាបងឯនេះយូរទៅកាន់តែដូចជាម្ដាយគ្រប់លក្ខហើយណាលោកបងអូជីមិនក៏បងថាគេយ៉ាងនេះបងអត់មានកំណត់យ៉ាងនេះទេអូនមានភាពប្រែប្រួលយ៉ាងនេះបងគួរតែសប្បាយចិត្តណា
អញ្ចឹងតើបងចង់ហូបទេ តាំងពីសេចាចាក់ចេញពីបងត្រឡប់មកស្រុកវិញបងគឺទម្លាប់អស់ទៅហើយ តើបងនឹកសៀវចាយទេ នឹកគេនឹកខ្ញុំមិនដឹងថាថ្ងៃមិនដឹងថាយប់ក្រោយពេលដែលគេទៅបានទៅប្រហែលថ្ងៃនេះខ្ញុំពិតជាមិនទម្លាប់មែន អញ្ចឹងសៀវចាយស្រឡាញ់បងតើបងដឹងទេតើបងស្រឡាញ់នាងទេ លបងអូជីប៉ាត់មែនតែពួកយើងខាននៅជាមួយគ្នាយូរមែនប៉ុន្តែខ្ញុំនៅតែសង្ឃឹមថាពួកយើងអាចដោយការនៅពីក្មេងអញ្ចឹងមានរឿងអីក៏មិនអាចលាក់គ្នាដែរ អូនយល់ថាចំណុចនេះបងនៅមិនតាន់កែប្រែទេមែនទេ អញ្ចឹងមិនអីទេខ្ញុំសួរបងប៉ុន្តែបងត្រូវតែប្រាប់ខ្ញុំតាមត្រង់សៀវចាយអ្នកនាងចាយព្រមទាំងចាយមានស្រីទាំង3នាក់នេះនៅក្បែរបងតើបងស្រឡាញ់អ្នកណាដល់ចិត្តស្មោះ បងមិនដែលគិតទេមែនទេខ្ញុំក៏ដឹងដែរនៅក្នុងពេលនេះមិនគួរនិយាយពីបញ្ហានេះសោះបងចង់រៀបការជាមួយអ្នកនាងចាយគឺត្រឹមត្រូវណាស់នាងត្រូវតែកំដរបងរស់នៅពាក់កណ្ដាលជីវិតទីខ្ញុំគ្រាន់តែសង្ឃឹមថាបងកុំឲ្យមានចិត្តពីរឲ្យសោះបានហើយរវល់តែជជែកគ្នាលេងខ្ញុំតែធ្វើអីហូបបន្តិចសិន ជាចាចើជាយូចាងតាការពិតខ្ញុំស្រឡាញ់អ្នកណាណាកុំនឹកនាងទៀតដាស់មួយជំហានគិតមួយជំហានចិត្ត ខ្ញុំនឹងគេធ្លាប់ឆ្លងកាត់រឿងជាច្រើនយ៉ាងតើនៅមានរឿងអីបានមិនស្គាល់ចិត្តគេទេចាំអូជីចាត់ចែងរឿងមនុស្សសញ្ចេតនាជានិច្ចកាលគឺត្រូវគេផ្ដាំគំនិតទេជានិច្ចកាលគឺតែងតែត្រូវធ្វើការសម្រេចមួយចំនួនគេឆាន់យ៉ាលីន សូមថ្វាយបង្គំព្រះនាង មានរឿងអីបានជាដើរលឿនយ៉ាងនេះ អូព្រះម្ចាស់មេរាជបញ្ជាឲ្យទូបង្គំទៅស៊ើបពីកិច្ចការរបស់សាខាក្រុមសាសនាមេងបែងចែកឲ្យទូបង្គំចង់ទូលថ្វាយព្រះម្ចាស់ ស្ដាប់តារមនេះគឺនៅក្នុងដៃលោកគ្រូរបស់ឯងមែនទេប្រាប់តាមត្រង់ភ្លាម នៅក្នុងដៃលោកគ្រូមែន នាំយើងទៅជួបនឹងគេឯងមិនព្រមទេ ទូបង្គំមិនហ៊ានទេ អញ្ចឹងល្អហើយពេលដែលបានជួបបៃតាយើងចាំឯងនៅមាត់ទ្វារធំ ក្រាបទូល សូមជួយអ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 ណាសូមជួយអគុណសូមជួយអ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  អរគុណហើយអរគុណហើយ តើសប្បាយចិត្តទេរឿងអីទៅធ្វើជាកូនកំមុំណាខ្ញុំអត់ដឹងទេតែបេះដូងលោតញាប់ណាស់អញ្ចឹងបងសប្បាយចិត្តហើយ បងជាយូបងបានរៀបការជាមួយលោកបងអូជីពិតជាមានសំណាងល្អមែនអេមិនមែនទេគួរតែនិយាយថាពួកបងមានសំណាងល្អ គេសត្វតែនិយាយថាមនុស្សស្រីដែលបានធ្វើជាកូនកំមុំគឺស្អាតជាងគេពិតមែនណាអត់មានកុហកបងទេបងជាយូបងពិតជាស្អាតមែន chơi 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 ô mò hai ô mồi ta mò hai ta mồi mồi bịch
ជាបរិសង្ហាស្រីស្អាតមែនសំជួយគ្នាណាសំជួយ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 ខ្ញុំនិយាយទៅអង្គរៈបាននៅចាំឲ្យទៀតអាចស្ពះដូនតាបានហើយណាកូនកំឡោះកូនក្រមុំថយក្រោយមួយស្ពះមេឃដែរឈប់សិនស្រីបេសាខ្លាំធំមកអុកលុកដល់កន្លែងផងសម្រាប់នាងចោលទៅសម្រាប់នាងចោលមកចោលទៅយើងនៅវត្តវាងអានឯនោះគឺនាងធ្វើបាបយើងណាសម្រាប់ចាំមានចោលទៅចាំមានចោលទៅឈប់សិនសម្រាប់ចោលថ្ងៃនេះជាថ្ងៃល្អរបស់ក្រុមសាសនាមេនិងម្ចាស់សាសនាងមីដែលនាងចៅបានជូនពរនេះគឺជាភ្ញៀវរបស់ពួកយើងខ្ញុំសូមយកយល់ដល់ក្រុមងមីនិងក្រុមសាសនាយើងនេះយកគំនុំការពីមុនមកភ្លេចចោលអស់ទៅសូមស្ដេចបជាកំព្រួយថ្ងៃនេះខ្ញុំមកតែម្នាក់ឯងអត់មាននាំជំនួយមកទេហេសៃទៅច្រឡះឯនេះមានល្បិចកច្រើនណាស់យើងមិនទុកចិត្តនាងទេយើងទៅមើលខាងក្រៅទេសិនតានាងនាំកម្លាំងមកប្រមាណនេះនាងចៅសូមជួយអង្គុយកន្លែងនេះទៅបន្តិចទៀតខ្ញុំនឹងជួលនាង3ពេងខ្ញុំមានពាក្យខ្លះចង់និយាយជាមួយម្ចាស់ក្រុមចានពេលនិយាយចប់ហើយខ្ញុំនឹងទៅវិញភ្លាមទោះយ៉ាងណាក៏ដោយក៏យើងត្រូវខាត់នាងមិនឲ្យអុកលុកដែរជៀសវាងកុំឲ្យរឿងមង្គលការដ៏ល្អមួយនេះឲ្យនាងអុកលុកខ្លាចតែជាមិនសប្បាយអសោះណានៅកន្លែងនេះខុសហើយខ្ញុំមកជួយចាំងអុយជីទេស្ដាប់តាជាខ្ញុំនិយាយអត់ខុសទេមែនទេខ្ញុំមកតែម្នាក់ឯងទេនាងមកម្នាក់ឯងអត់ខុសទេប៉ុន្តែមិនដឹងថាស្រីតូចឯងនេះមាននឹកឃើញល្បិចកលអាក្រក់អីទៀតទេនាងតូចថ្ងៃនេះជាថ្ងៃវេលាល្អរបស់ក្រុមសាសនាមីពូខ្ញុំគួរតែបំពេញភារកិច្ចជាភ្ញៀវកិត្តិយសសូមនាងគោរពបន្តិចផងទៅពុំនោះទេខ្ញុំនឹងខ្វះការគួរសមហើយលោកគ្រូខូមានកិច្ចចង់ប្រើកម្លាំងជាមួយខ្ញុំតើលោកជួយខ្ញុំដែរទេមិនចឹងទៅវិញនាងរឿងដែលមិនសមតាមបំណុលលើលោកនេះ10មាន8 9ទៅហើយបើសិនជាយ៉ាងនេះក៏មិនអាចបង្ខំទាំងស្រុងបានដែរខ្ញុំតែបង្ខំកូនប្រុសឲ្យបែងចែកគុណនឹងតោឲ្យច្បាស់អ្នកប្រុសចំពាក់ជីវិតខ្ញុំមួយគាត់តែសងខ្ញុំវិញចាងអុយជីអ្នកប្រុសមាននីតិជាម្ចាស់ក្រុមសាសនាមីងទាំងមូលសំដីនិយាយហើយយកជាការទីឲ្យតែសំដីខ្ញុំធ្លាប់និយាយហើយចាងអុយជីខ្ញុំទទួលខុសត្រូវដល់ទីបញ្ចប់ប្រសានណាស់អញ្ចឹងខ្ញុំសួរអ្នកប្រុសថ្ងៃនោះខ្ញុំបានជួយជីវិតលោកអ៊ំនិងលោកពូអ្នកប្រុសយល់ព្រមនឹងខ្ញុំធ្វើកិច្ចការបីមិនត្រូវឲ្យលៀបសំដីទេតើអ្នកប្រុសនៅចាំទេពួកយើងធ្លាប់និយាយគ្នារឿងនេះរួចហើយនោះនៅក្រោមការតខ្លួនខ្ញុំត្រូវការអ្នកប្រុសនិយាយឲ្យច្បាស់នៅចំពោះមុខគេទាំងអស់គ្នាពិតមែនណាខ្ញុំបានសន្យាជាមួយនាងធ្វើកិច្ចការបីសន្យាថាឲ្យតែកំប៉ះពាល់ដល់ភាពស្មោះត្រង់របស់ពិភពគុណខ្ញុំនឹងធ្វើតាមទាំងអស់រឿងខ្ចីកំបិតប្រហារអ្នកមែលប៉ិតមែនតែអ្នកប្រុសធ្វើមិនបានគ្រប់គ្រាន់មែនប៉ុន្តែកំបិតនោះខ្ញុំបានមើលឃើញហើយប៉ិតមែនតែកំបិតនោះគេលួចមែនក៏ប៉ុន្តែក៏មិនអាចបន្តបងដែររឿងទី1នេះទុកថាអ្នកប្រុសបានបំពេញរួចហើយឥឡូវមានរឿងទី2ត្រូវឲ្យអ្នកប្រុសមកបំពេញទៀតចាំងអុយជីនៅមុខអ្នកក្លាហានទាំងអស់គ្នាអ្នកប្រុសមិនអាចនិយាយហើយលេបសម្ដីវិញទេណានាងចង់ឲ្យខ្ញុំបំពេញរឿងអីនាងចៅពួកយើងមានការណាត់គ្នាជាមុនរួចទៅហើយមិនចំពោះឋាននេះមានរឿងស្អីត្រូវពឹងពាក់លើម្ចាស់ក្រុមទេហើយតែមិនខ្វល់ភាពស្មោះត្រង់ដល់ពិភពគុណកុំថាឡើយម្ចាស់ក្រុមនឹងយល់ព្រមពួកខ្ញុំទាំងចាស់ទាំងក្មេងក្នុងពិភពគុណនេះក៏យល់ព្រមដែរប៉ុន្តែថ្ងៃនេះថ្ងៃវេលាល្អណាស់ម្ចាស់ក្រុមរបស់យើងរៀបការរឿងអ្វីត្រូវទុកម្ល៉េះសិនទៅមិនចាំបាច់និយាយនាំឲ្យរំខាននោះទេចំពោះរឿងនេះគឺសំខាន់ចំពោះខ្ញុំណាស់មួយនាទីក៏មិនអាចពន្យាពេលបានដែរអង្គរយ៉ាងចំពោះរឿងទី2ថ្ងៃនេះអ្នកប្រុសមិនអាចរៀបការជាមួយនឹងចៅជាយូរទេតាមមិញនេះអ្នកប្រុសបាននិយាយច្បាស់ហើយឬក៏សម្ដីនិយាយហើយមិនយកជាការទេពួកយើងបាននិយាយគ្នាមុនទៅហើយមិនត្រូវក្បត់ជាមួយនឹងមិត្តគេស្មោះត្រង់ទេខ្ញុំនឹងនាងចៅគឺបានការណាត់គ្នារៀបការជាមួយនឹងគ្នាទៅហើយបើខ្ញុំធ្វើតាមសម្ដីនាងគឺក្បត់នៅអក្សរស្មោះត្រង់នេះហើយអក្សរស្មោះត្រង់សំខាន់ជាងគេ
ហើយដូច្នេះហើយរឿងទី2របស់នាងនេះខ្ញុំអាចធ្វើបានទេបាននិយាយអញ្ចឹងរឿងទី2ដែលខ្ញុំនិយាយនេះអ្នកប្រុសមិនយល់ព្រមធ្វើតាមពាក្យសន្យាទេមែនទេនាងចាឥឡូវរឿងរ៉ាវខ្លាចជាយ៉ាងនេះទៅហើយឈើបានខ្លាចជាទូនាងនៅអ្វីៗគិតតែបែងឆ្ងាញ់តិចទៅចាអូជីខ្ញុំជាមនុស្សក្រេវកោតម្នាក់នាងចាទៅវិញចុះទៅវិញទៅអ្នកប្រុសមើលរបស់នេះច្បាស់ហើយណានេះគឺបើសិនជាខ្ញុំថារឿងទី2ដែលខ្ញុំរំលឹកនោះអ្នកប្រុសមិនព្រមធ្វើទេតាមតែអ្នកប្រុសទៅចុះសុំទោសរំខានអស់លោកហើយណានាងចាឈប់សិនទី1អ្នកប្រុសទៅជាមួយខ្ញុំបានមិនអញ្ចឹងទេទៅរៀបការទេកូនប្រុសកំរារែកអសោះដល់ពេលនោះកុំឲ្យស្ដាយក្រោយនាងចាឈប់សិនអ្វីៗអាចពិគ្រោះគ្នាបានអញ្ចឹងខ្ញុំស្ដាប់តាមនាងថ្ងៃនេះខ្ញុំមិនរៀបការទេសម្រាប់ហើយអូលេរៀបការទៅហើយមិនចឹងមិនក៏ចឹងដែរអូជីគ្រូតាសូមអនុញ្ញាតឲ្យអូជីថ្ងៃក្រោយចាំដោះសារទៅចុះជាយូតើអូនចេះក្បាច់គុណសាហាយយ៉ាងនេះពីការមកដែរចាំអូជីនាងបង្ខំបងយ៉ាងនេះបងនៅកាន់ជើងយើងទៀតជាយូអូនសួរបងពិតជាដាច់ចិត្តតែចោលអូនមែនទេជាយូសូមអូនយល់អំពីទុកព្រួយរបស់បងផងពិធីមង្គលការរបស់យើងនេះបងអត់មានលេបសម្ដីទេគ្រាន់តែពជាពេលប្រហែលថ្ងៃមិនបាត់ទេអូនប្រមានបងថ្ងៃនេះឲ្យតែបងឈានជើងចាញ់ពីទ្វារធំនេះទៅបងមិនបាច់មករកអូនទៀតទេជាយូចាំងអូជីចេញពីភ្នំគួងម៉េងហើយបងកុំស្ដាយក្រោយអសោះជាយូពុកធំមានគុណចំពោះបងប៉ិនភ្នំសូមអូនអភ័យទោសឲ្យបងផនទៅចុះណាបានចាំងអូជីនេះអស់ចាមែនអស់លោកបានឃើញផ្ទាល់ភ្នែកហើយគឺគេក្បត់ខ្ញុំមិនមែនខ្ញុំក្បត់គេទេចាប់ពីថ្ងៃនេះទៅខ្ញុំនឹងគេអស់និស្ស័យជាមួយគ្នាហើយអ្នកនាងយូអូជីមិនមែនជាមនុស្សស៊ីបាយបោកឆ្នាំងនោះទេខ្ញុំគិតថាគេធ្វើយ៉ាងនេះប្រកាសជាមានមូលហេតុរបស់គេទេណាខ្ញុំនិយាយសម្ដីយុទ្ធធម៌មួយម៉ាត់ទៅចោះស្ពះដូនតារៀបការគឺជារឿងមួយមុននឹងក្រោយមិនមែនត្រឹមតែគិតគូរតែថ្ងៃនេះនោះទេចាំអូជីត្រឡប់មកវិញហើយយើងនឹងឲ្យគេសុំទោសជាមិនខាននោះទេណាទោះជាមានមូលហេតុប៉ិនមេក៏គេមិនគួរបោះបង់ពិធីមង្គលការនេះចោលទៅតាមចៅមានដែរនេះជាការប្រមាថដល់ខ្ញុំធ្វើឲ្យខ្ញុំមានការឈឺចាប់ដូចជាត្រូវព្រួញទម្លុះបេះដូងអញ្ចឹងបើខ្ញុំមិនលុបលាងការប្រមាថក្នុងថ្ងៃនេះទេគឺដូចជាត្បូងនេះអញ្ចឹងឡើងមែនមីមីន
ចាមាន អ្នកប្រុសមកហើយ ដើម្បីនាងខ្ញុំនៅមុខអ្នកក្លាហានទាំងអស់គ្នាបោះបង់ជាយូរចោលមិនរវល់តើនាងនៅចង់យ៉ាងម៉េចទៀត អ្នកប្រុសពិតជាដើម្បីខ្ញុំមែននេះ ពុកថងខ្ញុំនៅណានាងចាំនិយាយប្រាប់ខ្ញុំមកតើពុកខ្ញុំនៅកន្លែងណា ឪពុកអ្នកប្រុសស្ដេចតារ៉ូមីត្រូវឈៀងខុនចាប់យកទៅបាត់ហើយ ឈៀងខុនខ្ញុំមិនជឿទេ អ្នកប្រុសបាច់ជាប្រុសតែសក់ក្បាលមួយដុំនេះបោះបង់កន្លែងរៀបការគឺបញ្ជាក់ថាអ្នកប្រុសជឿខ្ញុំ ឈៀងខុនមានក្បាច់គុណពងពោះមានល្បិចកលជ្រៅណាស់ពុកនឹងគេជាសត្រូវនឹងគ្នាប៉ុនមហាមេឃបើសិនធ្លាក់ក្នុងដៃរបស់គេហើយនោះគ្រោះថ្នាក់គឺមិនអាចសន្និដ្ឋានបានទេចាមាននាងចៅខ្ញុំសូមវល់នាងប្រាប់ខ្ញុំមកតើពុកថោខ្ញុំនៅកន្លែងណា បាទខ្ញុំប្រាប់អ្នកប្រុសពីដំណឹងឪពុកអ្នកប្រុសតើអ្នកប្រុសប្រកាសជាបោះបង់ខ្ញុំចោលមិនរវល់ទៅជួយឪពុកហើយមែនទេ អត់ទេខ្ញុំមិនអាចបោះបង់ចោលមនុស្សចេតនាស្មោះត្រង់យ៉ាងនេះទេ អ្នកប្រុសដើម្បីឪពុកអ្នកប្រុសបោះបង់កូនកំមុំដែលស្រស់ស្អាតដូចជាគុជរបស់អ្នកប្រុសចោលបានកុំថាឡារូបខ្ញុំទៀតនោះ ចាមាន ខ្ញុំសន្យានឹងអ្នកប្រុសឲ្យតែខ្ញុំមិនស្លាប់ខ្ញុំប្រកាសជានាំអ្នកប្រុសទៅជួយឪពុកអ្នកប្រុស ខ្ញុំយកជីវិតពុកខ្ញុំជាសំខាន់ខ្ញុំបានខុសកូនចំពោះជាយូរទៅហើយសំនៀងដាច់ខាងក៏ធ្វើឲ្យខ្ញុំខ្លាចទៅជាមនុស្សដែលមិនស្មោះត្រង់ម្នាក់ទៀតអសោះណាត្រូវលើលោកនេះស្ដីសំទោសឲ្យខ្ញុំណាចាមានពុកអង្គរៈឆ្វេងស្ដាំរបស់គួងមេនិងមនុស្ស5នាក់របស់ស្ដេចប្រជាបានជួនដំណើរភ្ញៀវកិត្តិយសចុះពីលើភ្នំដោយផ្ទាល់ហើយពុក ជើរហួសហើយពេកហើយសំបីតែសម្ដីនិយាយលៀមមួយម៉ាត់ក៏គ្មានដែរបោះបង់មនុស្សទាំងប្រមាណចោលទៅទាំងរវល់ជាមួយនឹងមនុស្សស្រីបីសាយម្នាក់នោះទៅវិញនេះមិនត្រឹមតែធ្វើឲ្យខូចសាមគ្គីរវាងក្រុមងំមីជាមួយនឹងក្រុមសាសនាមីទេរឹតតែធ្វើឲ្យមនុស្សលើលោកនេះសាច់ចំអកឲ្យទៀត អូជីនេះគេធ្វើហួសហេតុបន្តិចមែនគេជាម្ចាស់ក្រុមក្នុងមាត់ក្រុមសាសនាមេយើងមិនបាច់និយាយទេប៉ុន្តែមនុស្សរាល់គ្នាសុទ្ធតែជឿក្នុងចិត្តទាំងអស់ ឯទៅរកមធ្យោបាយទៅរកគេឲ្យឃើញនាំគេមកកន្លែងវិញអ្នកដទៃមិនរវល់ទេថាមិនបានយើងជាចតារបស់គេនេះនៅតែមានសមត្ថភាពបដៅគេបាន ពុកជាយុទ្ធសាស្ត្ររបស់ក្រុមងំមីមិនបានជាចេះបាច់គុណសាហាវគឺពលយ៉ាងនេះនាងសាហាវជាងដូនជីមៀវជាទៅទៀតតាមមកពីមូលហេតុអីឥឡូវនេះបើយើងមិនជឿទេចាមានប្រកាសជាត្រូវទៅជាតិចូលដល់បេះដូងស្លាប់ភ្លាមអញ្ចឹងដល់នឹងពុកថតរបស់យើងគឺលែងមានពេលទៀតហើយស្ដាយណាស់លើខ្លួនរបស់ខ្ញុំអត់មានឆ្នាំបើមិនអញ្ចឹងទេខ្ញុំអាចមិនសាត់ជាតិពើអានេះ